ការធ្វើបុណ្យណាមិនប្រកាសថាលុះត្រាតែអ្នកទាំងអស់គ្នាត្រូវតែបង្ហាញទៅកាន់មនុស្សជុំវិញខ្លួនឬមួយក៏បណ្ដាញសង្គមទៅហៅថាការធ្វើបុណ្យរបស់ដែលត្រឹមត្រូវបំផុតទេធម្មតាមនុស្សយើងម្នាក់បើសិនជាយើងមានចិត្តចង់ធ្វើបុណ្យធ្វើទានមែនណាគឺយើងអត់ចាំបាច់ដើរទៅប្រកបប្រកាសប្រាប់គេថាយើងបានធ្វើអីខ្លះតែទេវតានៅឋានលើគាត់បានមើលឃើញមេឃដឹងដីដឹងអញ្ចឹងហើយកុំខ្វល់ពាក្យសម្ដីអ្នកដទៃដែលគេតែងតែមកនិយាយបែបនេះបែបនោះទាំងតែគេមិនបានដឹងជាក់ស្ដែងថាយើងជាមនុស្សបែបណាឬមួយក៏បានធ្វើអីគេខ្លះនៅខាងពីខាងក្រោយខ្នងដែលគេមើលអត់ឃើញហ្នឹងហើយអីដែលសំខាន់មួយទៀតមុននឹងធ្វើបុណ្យទៅកាន់អ្នកដទៃធ្វើបុណ្យជាមួយព្រះរស់ខ្លួនឯងជាមុនសិនទៅបើសិនជាសូម្បីតែព្រះរស់យើងធ្វើបុណ្យមិនទាន់បានគ្រប់គ្រាន់ផងយើងទៅខំធ្វើបុណ្យឲ្យអ្នកណាមើលហើយទៅខំធ្វើបុណ្យឲ្យអ្នកដទៃសួរថាវាសមអត់អញ្ចឹងចំណុចនេះគួរតែគិតមើលឡើងវិញហើយការធ្វើបុណ្យហ្នឹងបើសិនជាយើងមានចិត្តចង់ធ្វើបុណ្យហើយមិនចាំបាច់ខ្វល់ពីពាក្យសម្ដីអ្នកដទៃហើយក៏មិនចាំបាច់ចង់ឲ្យអ្នកណាមកមើលឃើញឬមើលឃើញណាគ្រាន់តែយើងដឹងថាខ្លួនយើងបានធ្វើអីគេខ្លះទៅបានហើយហើយអ្នកដែលគាត់តែងតែនិយាយថាគេមិនចេះធ្វើបុណ្យធ្វើទានហ្នឹងគួរមើលខ្លួនឯងវិញថាបានធ្វើបុណ្យបានកម្រិតណាហើយចេញពីចិត្តល្អបរិសុទ្ធអត់ឬមួយក៏គ្រាន់តែធ្វើបុណ្យក្នុងការសម្ដែងដើម្បីគ្រាន់តែឲ្យល្អមើលឬមួយក៏គ្រាន់តែឲ្យក្នុងចិត្តខ្លួនឯងគិតថាខ្លួនឯងបានធ្វើបុណ្យទាំងតែជាក់ស្ដែងមិនមែនជាបុណ្យដែលចេញពីចិត្តល្អបរិសុទ្ធណាព្រោះអីបុណ្យភាគច្រើនគេអាចថតគេអាចអីដើម្បីចែករំលែកនៅអំពើល្អរបស់គេដើម្បីឲ្យមនុស្សជុំវិញខ្លួនបានមើលឃើញហើយធ្វើតាមដើម្បីឲ្យចែករំលែកកុសលផលបុណ្យហ្នឹងដើម្បីឲ្យមនុស្សជាច្រើនដឹងថាគួរធ្វើបុណ្យបែបណាតែមានអ្នកខ្លះមិនមែនធ្វើដើម្បីគ្រាន់តែចែករំលែកប៉ុណ្្នឹងទេគឺធ្វើដើម្បីគ្រាន់តែចង់ទទួលបានការសរសើរពីអ្នកដទៃថាខ្លួនឯងបានធ្វើបុណ្យធ្វើទានដែរទាំងតែក្នុងចិត្តអត់ល្អបរិសុទ្ធអាហ្នឹងគេមិនហៅថាការធ្វើបុណ្យដើម្បីទទួលបានផលបុណ្យនេះគឺគេហៅថាការធ្វើបុណ្យដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃហើយចង់ឲ្យអ្នកដទៃសរសើរតែប៉ុណ្្នឹងឯងអញ្ចឹងបុណ្យទទួលបានដែរតែសួរថាធ្វើបុណ្យបាន10ទទួលបានមកវិញទឹក10អត់ទេគឺចិត្តអ្នកជ្រះថ្លាបានប៉ុណ្ណាគឺបុណ្យអ្នកទទួលបានប៉ុណ្ណឹងអញ្ចឹងអ្វីដែលអ្នកគួរតែធ្វើគឺសួរខ្លួនឯងវិញថាបានធ្វើបុណ្យនឹងចេញវិចិត្រអត់ឬមួយក៏គ្រាន់តែចង់បានការសរសើរឬមួយក៏គ្រាន់តែចង់បានឲ្យមើលមកឃើញថាល្អបានធ្វើបុណ្យនឹងគេដែរជាក់ស្ដែងខ្ញុំសូមលើកប្រធានបទតកតងនឹងអ្នកដែលគាត់ចែកអំណោយដល់ជនភៀសសឹកបន្តិចអ្នកខ្លះគឺគាត់អត់មានទឹកចិត្តល្អបរិសុទ្ធពេញលេញ 100% ទេធម្មតាការដែលចង់ឲ្យអំណោយឬមួយក៏ចង់ឲ្យបរិច្ចាគអ្វីក៏ដោយទៅកាន់នរណាម្នាក់យើងគួរតែគិតមើលសិនថាការដែលយើងផ្ដល់ឲ្យគេហ្នឹងគឺគេអាចយកទៅប្រើបានអត់ឬមួយក៏គេអាចស្លៀកពាក់បានអត់មិនមែនចេះតែដាក់ឲ្យតែបានថាយកទៅឲ្យគេ